ស្ដីគ្នាយើងថ្ងៃនេះមានវីដេអូមួយចង់និយាយរឿង disable account ហ្នឹងឯគ្នាយើងចង់និយាយថាខ្ញុំបានទិញ account មួយជាមួយគ្នាខ្ញុំដែរនិយាយរួមទៅមានគ្នាយើងច្រើនអស់មួយអ្នកអញ្ចឹងណានិយាយពីរឿង disable account អញ្ចឹងមួយរយៈនេះវាមានបញ្ហារឿង refund coin និយាយរួមទៅខ្ញុំមិនដឹងថាគេធ្វើរបៀបម៉េចអីរបៀបម៉េចទេអញ្ចឹងបើគ្នាយើងគួរតែផ្អាកទិញ hero មួយរយៈសិនល្អព្រោះអីអានេះជាបទពិសោធន៍របស់ខ្ញុំបានទិញ hero មួយតម្លៃតែ$10ទេប៉ុន្តែទិញបានតែមួយថ្ងៃទេគឺ disable account ហើយដល់ពេលខ្ញុំឆាតសួរក្រុមហ៊ុនទៅគេថា account ហ្នឹងបាន refund លុយ refund coin refund លុយដែលគេដាក់ coin យកទៅវិញអញ្ចឹងណាតែខ្ញុំមិនដឹងថាគេចាយរបៀបម៉េចគេធ្វើរបៀបម៉េចទេតែដឹងត្រឹមថាច្បាប់ក្រុមហ៊ុនគឺ account ណាដែលមានការ refund លុយយកទៅវិញគឺគេនឹង ban ចោលហើយមិនមែន ban ហើយបើកមកវិញពេលណាពេលណីគេអត់ប្រាប់ទេគឺ ban ជារៀងរហូតតែម្ដងអញ្ចឹងគ្នាយើងតែទិញ account ធូមិនថា account ធូ account ថ្លៃទេគឺត្រូវតែប្រយ័ត្នទាំងអស់គ្នារឿងហ្នឹងអញ្ចឹងយើងលេងយើងទិញលក់ដោយការទទួលខុសត្រូវចង់និយាយអញ្ចឹងណាហើយវីដេអូនេះមាន event ឆ្ងាយបាទតែប៉ុណ្្នឹងទេបាទហើយបងប្អូនត្រូវការ top up coin អីទិញ gold អីគឺខ្ញុំមានលក់តម្លៃខ្ញុំដាក់ក្នុង description ហ្នឹងក៏បាននៅលើរូបភាពហ្នឹងក៏បានបងប្អូនអាចត្រូវការអីអាចតាក់ទងមកខ្ញុំបានមាន group Telegram community Facebook អីនៅក្នុងនោះទាំងអស់បាទហើយបើមាន webcam ប៉ុណ្ណឹងឯងធានាសុវត្ថិភាព 100% ហ្មងបាទអរគុណច្រើនបញ្ជាក់មួយទៀតនេះយើងដែលចង់ទិញ item trade របស់ខ្ញុំនៅក្នុងនេះ item មួយណាក៏បានយើងតម្លៃមក coin តែ100រៀលទេអញ្ចឹង40 coin $1ធម្មតាបើគ្នាយើងត្រូវការអាចមករកខ្ញុំបានអូខេ